ភាសាកូរ៉េសៀវភៅ Yolin Han Kuko Chokup Il កម្រិតបឋមភាគ1មេរៀនទី3តចប់យើងចូលដល់លំហាត់អនុវត្តគឺលំហាត់ស្ដាប់និងលំហាត់សរសេរដូច្នេះទិដ្ឋគីមានន័យថាការស្ដាប់លំហាត់ទី1គេនិយាយថាទិដ្ឋគោណាល់ចារឺស៊ឺសេយ៉ូទិដ្ឋគោមានន័យថាស្ដាប់ហើយណាល់ចាកាលបរិច្ឆេទស៊ឺសេយ៉ូសូមសរសេរស្ដាប់ហើយសូមសរសេរកាលបរិច្ឆេទដូច្នេះយើងស្ដាប់ទាំងអស់គ្នារួចបំពេញទៅតាមកាលបរិច្ឆេទនៃចន្លោះនីមួយៗ듣기 1번 듣고 날짜를 쓰세요. 1. 오늘이 몇 월 며칠이에요? 10월 12일이에요. ដូច្នេះទី1គេឆ្លើយថា 10월 11일이에요 មានន័យថាខែ10ថ្ងៃទី10 10월 មានន័យថាខែ10 11일이에요 គឺជាថ្ងៃទី10 2. 생일이 몇 월 며칠이에요? 8월 4일이에요. ចម្លើយគឺ 8월 4일이에요 មានន័យថាខែ8ថ្ងៃទី4គឺថ្ងៃកំណើតរបស់គេ 3. 내일이 몇 월 며칠이에요? 6월 17일이에요. ចម្លើយគឺ 6월 17일이에요 មានន័យថាខែ6ថ្ងៃទី17 4. 어제가 몇 월 며칠이에요? 1월 26일이에요. ចម្លើយគឺ 1월 26일이에요 គឺខែ1ថ្ងៃទី26 លំហាត់ទី2듣고 맞추면 O 틀리면 X 하세요 មានន័យថាស្ដាប់ហើយប្រសិនបើត្រឹមត្រូវគូសអក្សរ O ប្រសិនបើខុសគូសអក្សរ X ឬសញ្ញាខ្វែងរបស់ទី1គេនិយាយថា ជីស៊ូស៊ីសេងអ៊ីរិន 12월 3일이에요 មានន័យថាថ្ងៃកំណើតរបស់លោកជីស៊ូគឺថ្ងៃទី3ខែ12ដូច្នេះតើរបស់នេះត្រឹមត្រូវដែរឬទេយើងស្ដាប់ទាំងអស់គ្នា 2번 듣고 맞으면 O, 틀리면 X 하세요. 1. 지수씨, 생일이 언제예요? 11월 3일이에요. ចម្លើយគឺ 12월 3일이에요 គឺថ្ងៃទី3ខែ12ដូច្នេះចម្លើយគឺត្រឹមត្រូវគូសអក្សរ O របស់ទី2 내일은 목요일이에요 មានន័យថាថ្ងៃស្អែកគឺជាថ្ងៃប្រហ័សដូច្នេះយើងស្ដាប់ទាំងអស់គ្នាតើត្រូវដែរឬទេ 2. 내일이 무슨 요일이에요? 목요일이에요. ចម្លើយគឺត្រឹមត្រូវ 목요일이에요 គឺជាថ្ងៃប្រហ័សយើងមើលរបស់ទី3របស់ទី3គឺមាន3ចំណុចដូច្នេះយើងស្ដាប់សរុបយកតែម្ដងដោយយើងអានរបស់ជាមុនសិនរបស់ទី1គេនិយាយថា 오늘은 5월 21일이에요 មានន័យថាថ្ងៃនេះគឺថ្ងៃទី20ខែ5របស់ទី2គេនិយាយថា 오늘은 토요일이에요 ថ្ងៃនេះគឺជាថ្ងៃសៅរ៍របស់ទី3 제생일은 5월 22일이에요 មានន័យថាថ្ងៃកំណើតរបស់ខ្ញុំគឺថ្ងៃទី21ខែ5តើរបស់ទាំង3នេះត្រូវដែរឬទេ 3. 오늘은 5월 20일이에요. 내일은 토요일이에요. 제 생일이에요. ដូច្នេះរបស់ទី1គេនិយាយថា 오늘은 5월 21일이에요 ថ្ងៃនេះគឺថ្ងៃទី20ខែ5ការស្ដាប់អំបញ្ញមិញតើត្រូវដែរឬទេចម្លើយគឺត្រឹមត្រូវគូសអក្សរ O រួចរបស់ទី2គេនិយាយថា 오늘은 토요일이에요 ថ្ងៃនេះគឺជាថ្ងៃសៅរ៍តើត្រូវដែរឬទេចម្លើយគឺមិនត្រឹមត្រូវទេគូសអក្សរ X ពីព្រោះគេនិយាយថា
Neirun Toyoirio ថ្ងៃស្អែកគឺថ្ងៃសៅរ៍មិនមែនថ្ងៃនេះទេរួចគេបន្តសម្ដីថា Chasing Irio គឺជាថ្ងៃកំណើតរបស់ខ្ញុំមានន័យថាថ្ងៃស្អែកដែលជាថ្ងៃសៅរ៍នោះគឺជាថ្ងៃកំណើតរបស់គាត់ដូច្នេះថ្ងៃនេះគឺជាថ្ងៃទី20ខែ5ដូច្នេះថ្ងៃស្អែកគឺជាថ្ងៃទី21ខែ5ថ្ងៃកំណើតរបស់គាត់គឺថ្ងៃទី21ខែ5នៅថ្ងៃស្អែកដូច្នេះចម្លើយនៃល្បះទី3គឺជាចម្លើយដែលត្រឹមត្រូវយើងចូលដល់លំហាត់ទី3គេនិយាយថា Titko Thalake Ponhoru Suseo Titko ស្ដាប់ហើយ Thalak មានន័យថាប្រតិទិនដូច្នេះ Thalake Ponhoru Suseo សូមសរសេរលេខនៅប្រតិទិនដូច្នេះមានន័យថាគេឲ្យយើងស្ដាប់ការសន្ទនាហើយដោយគូសរង្វង់លេខនៅក្នុងប្រតិទិនខាងក្រោមឲ្យត្រូវជាមួយនឹងសកម្មភាពនៃរូបភាពនីមួយៗ 3번 듣고 달력에 번호를 쓰세요. 1. 오늘은 3월 6일이에요. 토요일이에요. 저는 태권도를 배워요. 오늘은 3월 6일이에요. 토요일이에요. 저는 태권도를 배워요. ដូច្នេះសកម្មភាពទី1តើគេរៀនតៃក្វាន់ដូនៅថ្ងៃណាថ្ងៃទីប៉ុន្មានចម្លើយគឺថ្ងៃទី6ថ្ងៃសៅរ៍ 2. 저는 월요일에 한국어를 공부해요. 3월 8일에도 공부해요. 저는 월요일에 한국어를 공부해요. 3월 8일에도 공부해요. សកម្មភាពទី2គេរៀនភាសាកូរ៉េនៅថ្ងៃណាគឺនៅថ្ងៃច័ន្ទថ្ងៃទី8 3. 오늘은 3월 17일이에요. 저는 내일 친구를 만나요. 오늘은 3월 17일이에요. 저는 내일 친구를 만나요. សកម្មភាពទី3តើគេជួបមិត្តភ័ក្តិនៅថ្ងៃណាគឺនៅថ្ងៃទី18ពីព្រោះគេនិយាយថាថ្ងៃនេះជាថ្ងៃទី17ហើយថ្ងៃស្អែកគេជួបមិត្តភ័ក្តិដូច្នេះថ្ងៃស្អែកគឺថ្ងៃទី18 4. 어제는 3월 23일이에요. 저는 오늘 쇼핑해요. 어제는 3월 23일이에요. 저는 오늘 쇼핑해요. ដូច្នេះគេនិយាយថាម្សិលមិញគឺថ្ងៃទី23ហើយថ្ងៃនេះគេដើរទិញទំនិញដូច្នេះថ្ងៃនេះគេដើរទិញទំនិញនៅថ្ងៃណានៅថ្ងៃទី24យើងចូលដល់លំហាត់បន្ទាប់គឺលំហាត់ Ilgozuki អានហើយសរសេរដូច្នេះគេឲ្យយើងអានហើយធ្វើការសរសេរលំហាត់ទី1គេនិយាយថា Ilgo 질문에 답하세요. Ilgo អានហើយ 질문 សំណួរ 답하세요 សូមឆ្លើយអានហើយសូមឆ្លើយនៅសំណួរដូច្នេះយើងមើលសារនៅក្នុងទូរស័ព្ទទាំងអស់គ្នានេះគឺជាការផ្ញើសារតាមទូរស័ព្ទ Jisusi 안녕하세요 មានន័យថាកញ្ញាជីស៊ូជំរាបសួរ 저는 파트예요 ខ្ញុំគឺជា 파트 내일은 제 생일이에요. 내일 ថ្ងៃស្អែក 제 생일 ថ្ងៃកំណើតរបស់ខ្ញុំទម្រង់ 이에요 គឺជាដូច្នេះថ្ងៃស្អែកគឺជាថ្ងៃកំណើតរបស់ខ្ញុំ 생일 파티를 해요 មានន័យថាខ្ញុំធ្វើនៅពិធីជប់លៀងខួបកំណើត 생일 파티 មានន័យថាពិធីជប់លៀងខួបកំណើត 해요 មានន័យថាធ្វើ 내일 만나요 ថ្ងៃស្អែកជួបគ្នាដូច្នេះគេផ្ញើទូរស័ព្ទទៅកាន់ជីស៊ូដោយគេផ្ដើមសេចក្តីថាជីស៊ូស៊ីអានយ៉ងហាសេយ៉ូមានថាជំរាបសួរកញ្ញាជីស៊ូឈ្មោះរបស់គេគឺផាត់ធឺហើយថ្ងៃស្អែកគឺជាថ្ងៃកំណើតរបស់គេថ្ងៃស្អែកគេធ្វើនៅពិធីជប់លៀងដូច្នេះយើងមើលសារទូរស័ព្ទរបស់គេគឺផ្ញើមកនៅ
ឆ្នាំ2012ខែ9ថ្ងៃ15គឺថ្ងៃសុក្រខឹមនៅម៉ោង18ម៉ោង18គឺម៉ោងប៉ុន្មាន18គឺម៉ោង6ល្ងាចដូច្នេះយើងមើលសំណួររបស់គេរបស់ទី1គេសួរថា Neiri musun yoiri eo ថ្ងៃស្អែកគឺជាថ្ងៃអ្វីដូច្នេះនៅក្នុងសារទូរស័ព្ទរបស់គេថ្ងៃនេះគឺ khum yoir ដូច្នេះថ្ងៃស្អែកគឺជាថ្ងៃអ្វីចម្លើយថ្ងៃស្អែកគឺជាថ្ងៃ Toyoiri eo មានន័យថាគឺជាថ្ងៃសៅរ៍របស់ទី2គេសួរថា Toyoire mu otsu heyo តើធ្វើអ្វីនៅថ្ងៃសៅរ៍ដូច្នេះថ្ងៃសៅរ៍តើគេធ្វើអ្វីអត្ថន័យនៅក្នុងអត្ថបទការផ្ញើសាររបស់គេនិយាយថាថ្ងៃស្អែកគេធ្វើនៅពិធីជួបលៀងខួបកំណើតដូច្នេះយើងឆ្លើយមកគឺ Sengil Patiru Heyo មានន័យថាធ្វើពិធីជួបលៀងខួបកំណើតរបស់ទី3គេសួរថា Patushi Sengiri Myotwa Myochiri Eyo Patushi Sengil មានន័យថាថ្ងៃកំណើតរបស់លោក Patu Myotwa Myochiri Eyo គឺថ្ងៃប៉ុន្មានខែប៉ុន្មានចម្លើយយើងត្រូវឆ្លើយដូចម្តេចយើងមើលទៅតាមការផ្ញើសាររបស់គេគឺគេផ្ញើសារមកនៅថ្ងៃសុក្រទី15ខែ9ឆ្នាំ2012ដូច្នេះថ្ងៃសុក្រគឺថ្ងៃនេះរួចគេនិយាយថាថ្ងៃស្អែកជាថ្ងៃកំណើតដូច្នេះថ្ងៃស្អែកថ្ងៃទីប៉ុន្មានខែប៉ុន្មានចម្លើយគឺ Kuwa Sipyuk Iri Eyo មានន័យថាគឺថ្ងៃទី16ខែ9យើងចូលដល់លំហាត់ទី2គេនិយាយថាសំសឹងនេះមេគេមេស៊ីជីឬផូនេសេយ៉ូសំសឹងនេះមេគេមានថាទៅកាន់លោកគ្រូទម្រង់អេគេមានថាទៅកាន់មេស៊ីជីគឺមកពីភាសាអង់គ្លេសគឺ message គេសរសេរជាភាសាកូរ៉េគឺ message មានន័យថា message គឺមានន័យថាផ្ញើសារផូនេសេយ៉ូសូមផ្ញើដូច្នេះសូមផ្ញើសារទៅកាន់លោកគ្រូយើងមើលនៅក្នុងរូបភាពរបស់គេគឺជាការផ្ញើសារតាមទូរស័ព្ទដោយមានកឡោនចំនួន3ដែលយើងត្រូវបំពេញដូច្នេះកឡោនទាំង3នោះសំណួរគេសួរថាទី1គឺ Insamaru Suseo មានន័យថាសូមសរសេរនៅពាក្យស្វាគមន៍ Insama មានន័យថាពាក្យស្វាគមន៍ Suseo សូមសរសេរដូច្នេះយើងសរសេរមកពាក្យស្វាគមន៍ជាដំបូងយើងត្រូវសរសេរអ្វីយើងត្រូវសរសេរថា Sonsenim Annyeonghaseyo មានន័យថាជំរាបសួរលោកគ្រូពីព្រោះយើងផ្ញើសារទៅកាន់លោកគ្រូដូច្នេះនេះគឺជាពាក្យស្វាគមន៍ចំណុចទី2គឺយើងត្រូវសរសេរ Irumu Suseyo សូមសរសេរឈ្មោះ Suseyo សូមសរសេរ Irum មានន័យថាឈ្មោះដូច្នេះបន្ទាប់ពីជំរាបសួរគេមកយើងប្រាប់ឈ្មោះរបស់យើងទៅកាន់គេគឺទៅកាន់លោកគ្រូដូច្នេះអ្នកដែលផ្ញើសារមកនេះឈ្មោះអ្វីដូច្នេះយើងសរសេរឈ្មោះរបស់យើងមកយើងឈ្មោះអ្វីគ្រូឧទាហរណ៍ថាគឺឈ្មោះ Rihan ដូច្នេះយើងដាក់មក Chirmun Rihan Nieo ឈ្មោះរបស់ខ្ញុំគឺ Rihan ចំណុចទី3យើងត្រូវសរសេរពីអ្វីគេនិយាយថា Sihom Naljawa Yo Iru Muro Poseo Sihom Nalja មានន័យថាការបរិច្ឆេទនៃការប្រឡងទម្រង់វ៉ាមានន័យថានឹងYo il មានថាថ្ងៃដូច្នេះ Siom Naljawa Yo il ការបរិច្ឆេទនៃការប្រឡងនឹងថ្ងៃ Muro Poseo សូមសាកល្បងសួរដូច្នេះចំណុចទី3នេះគឺគេឲ្យសាកល្បងសួរពីថ្ងៃនិងការបរិច្ឆេទនៃការប្រឡងមានន័យថាយើងផ្ញើសារទៅកាន់លោកគ្រូគឺផ្ញើសារទៅដើម្បីសួរពីថ្ងៃនិងការបរិច្ឆេទនៃការប្រឡងដូច្នេះយើងត្រូវសរសេរចម្លើយដូចម្តេចចម្លើយយើងអាចសរសេរថា Jonun Siom Naljaru Mulayo មានន័យថាខ្ញុំមិនដឹងពីការបរិច្ឆេទនៃការប្រឡងទេ Mulayo មានន័យថាមិនដឹងឬក៏មិនស្គាល់
រួចយើងបន្តឃ្លាថា 시험은 몇 월 며칠이에요? មានន័យថាការប្រឡងតើថ្ងៃទីប៉ុន្មានខែប៉ុន្មានដូច្នេះគឺមានន័យថាយើងសួរបញ្ជាក់អំពីថ្ងៃខែគឺកាលបរិច្ឆេទហើយរួចយើងសួរពីថ្ងៃវិញម្ដងតើគឺជាថ្ងៃអ្វីយើងសួរបន្តមក 무슨 요일이에요? តើគឺជាថ្ងៃអ្វីដូច្នេះយើងបានការផ្ញើសារពេញលេញដោយមានន័យសរុបថា 선생님 안녕하세요 មានន័យថាជំរាបសួរលោកគ្រូ 제 이름은 리한이에요 ឈ្មោះរបស់ខ្ញុំគឺ 리한 저는 시험 날짜를 몰라요 ខ្ញុំមិនដឹងពីកាលបរិច្ឆេទនៃការប្រឡងទេ 시험은 몇 월 며칠이에요 តើការប្រឡងថ្ងៃទីប៉ុន្មានខែប៉ុន្មាន 무슨 요일이에요 តើគឺជាថ្ងៃអ្វីដែរដូច្នេះនេះគឺជាអត្ថន័យខ្លឹមសារនៃការផ្ញើសារដើម្បីសួរសំណួរទៅកាន់លោកគ្រូ